សូមស្វាគមន៍និងសូមជម្រាបសួរមកកាន់ Channel BK Media ថ្ងៃនេះផងដែរខ្ញុំនឹងបង្ហាញមុខងារសម្រាប់បញ្ជាឡានបងប្អូនដែលមាន Master Account សម្រាប់ប្រភេទពួករថយន្តបាទ Depal S05 ជាក់ស្ដែងដូចខ្ញុំនេះគឺខ្ញុំមានជាមួយនឹងបាទ account រថយន្តខ្ញុំសូមធ្វើការបើកបាទ account រថយន្តបាទតម្លើងលើទូរស័ព្ទដៃផ្ទាល់អញ្ចឹងសម្រាប់ app តម្លើងនេះបងប្អូនអាចរកបាននៅពេលដែលបងប្អូនទិញរថយន្តប្រភេទពួក Depal S05 ហ្នឹងនៅតាមក្រដាសនីមួយៗបងប្អូនសូមគាត់មកបាទដែលសូមនោះគឺមិនមែនជា account share ទេជា master account ដើម្បីមានមុខងារពេញដើម្បីធ្វើការបញ្ជាអញ្ចឹងបើសិនជាបងប្អូនសូមគាត់អត់បានឬក៏បងប្អូនបាទអត់មានលទ្ធភាពជាមួយនឹងការតម្លើងបងប្អូនអាចរកសេវាកម្មតម្លើងខាងក្រៅបានអញ្ចឹងដើម្បីធ្វើការបញ្ជាខ្ញុំសូមបង្ហាញទូរទស្សន៍នៅពេលដែលបងប្អូនមាន master account គឺមានដាក់រូបអក្សរ P ដូច្នេះបានន័យថាអក្សរចិនគឺ parking assistant នេះគឺមានមុខងារមួយសម្រាប់បងប្អូនបញ្ជាឡានទៅមុខក៏បានទៅក្រោយក៏បានទៅតាមអាស្រ័យទៅលើឧបសគ្គដែលឡាននោះចាប់រ៉ាដាបានទី2បងប្អូនអាចបញ្ជាធ្វើការចេញពីចំណតបាទមានន័យថាយើងចតឡានទៅឲ្យឡាននោះបាទចេញខាងស្វែងក៏បានខាងស្ដាំបានអាស្រ័យទៅលើរថយន្តអញ្ចឹងខ្ញុំឧទាហរណ៍ជាក់ស្ដែងឧទាហរណ៍ថាដូចផ្ទះខ្ញុំនេះគឺបាទខាងនេះផ្ទះបាទនេះឡានហើយខាងនេះគឺផ្លូវថ្នល់បាទអញ្ចឹងខ្ញុំនឹងបញ្ជាវាឲ្យចេញទៅខាងក្រៅបាទខាងក្រៅដោយសារខាងមុខនេះខ្ញុំអត់មានបាទអត់មានរថយន្តនៅជប់ខាងមុខបើសិនជាមានវានឹងស្គាល់ឧបសគ្គខាងមុខច្បាស់តែម្ដងហើយខាងក្រៅខ្ញុំនេះគឺស្រឡះបាទគឺស្រឡះអញ្ចឹងខ្ញុំអាចបញ្ជាឲ្យរថយន្តនេះបាទចេញពីចំណតបានអូតូម៉ាទិកបាទបើសិនជារ៉ាដានោះវាចាប់បានថាកន្លែងទីតាំងនេះគឺស្រឡះអាចបញ្ជាបានគឺវានឹងឲ្យយើងបញ្ជាចេញខាងច្រកណាមួយបាទអញ្ចឹងខ្ញុំសូមធ្វើការបញ្ជាឲ្យរថយន្តនេះចេញដោយចុចអក្សរ P នេះសិនមកបាទហើយបងប្អូននឹងឃើញរូបឡាននេះបងប្អូនចុចមួយទៀតវានឹងធ្វើការ scan បាទរ៉ាដាវាកំពុងធ្វើការ scan បាទវា scan នឹងយឺតតិចដោយសារខ្ញុំបញ្ជានេះគឺនៅក្នុងផ្ទះបាទមានឡាននៅខាងមុខបាទមានឡាននៅខាងមុខមានតែផ្កាបន្តិចខាងក្រោយស្រឡះបាទស្រឡះជាមួយកំពុងធ្វើការចាប់យើងទៀតហើយបើសារវាចាប់បានកន្លែងនេះគឺជាផ្ទះរបស់ខ្ញុំបាទអញ្ចឹងវាអាចបញ្ជាចេញមកនេះបានទេអញ្ចឹងដើម្បីបញ្ជាវាចេញពេលដែលបងប្អូនឃើញមុខងារដូច្នេះបាទបងប្អូនចុចកន្លែងខាងក្រោយជាជាប់មកបាទនេះបាទវានឹងចាប់ដើមបើកចេញហើយឡានរបស់ខ្ញុំអត់មានអ្នកបើកទេបាទឥឡូវវាកំពុងតែចាយចេញហើយបាទនេះកំពុងទៅហើយឥឡូវវាកំពុងតែចេញហើយបាទនៅលើ app ចាក់ស្ដែងតែម្ដងបាទនេះបាទអញ្ចឹងនៅខាងនេះអត់មានអ្នកបើកទេបាទអត់មានអ្នកបើកទេអញ្ចឹងវាកំពុងតែចេញពីចំណតបើសិនជាមានឡានមកពីខាងមុខវានឹងធ្វើការចាប់ប្រាំងគឹបតែម្ដងបាទអញ្ចឹងចកោនេះគឺវាវល់ឲ្យខ្លួនឯងបាទនេះគឺជាវិធីប្រើជាមួយនឹង app ដែលមាន master account បាទគឺកំពុងតែចេញហើយបាទអញ្ចឹងយើងអាចបញ្ជាវាចេញបានទៅតាមឧបសគ្គដែលវាចាប់រ៉ាដាបានបាទបាទវាកំពុងតែចេញហើយនេះបាទចេញទៅទៀតហើយបាទវាចេញមកខ្នល់ឲ្យយើងពេលចេញដល់ខ្នល់វានឹងប្រាប់យើងថាវា ready បាទវាចេញទៅហើយលើថាខ្ញុំចង់បានតែប៉ុណ្្នឹងទេឥឡូវខ្ញុំធ្វើការបិទបាទបាទអញ្ចឹងដែរបាទឥឡូវឡានដល់លុតវិញហើយខ្ញុំចុចបិទមកបាទ ready បាទនេះគឺជាការបង្ហាញខ្លីៗរបស់ Channel BK Media អំពីបាទប្រើមុខងារជាមួយនឹង app បាទបញ្ជាឡានរបស់ Depal 5 Master Account បាទមានចំណុចណាលុះខាងសូមខន្តីអភ័យទោស Channel BK Media ផងហើយសូមជួយ Subscribe នៅ Channel BK Media ផងដើម្បីទទួលបានវីដេអូថ្មីៗបន្តទៀតសម្រាប់បងប្អូនណាដែលមិនទាន់បានជួយ Subscribe នោះបាទសូមជួយ Share វីដេអូនេះបន្តផងដើម្បីចែកចាយចំណេះដឹងនេះទៅកាន់អ្នកដែលគាត់បាទប្រើរថយន្ត Depal S05 ឲ្យគាត់ចេះបញ្ជារថយន្តនៅលើទូរស័ព្ទដៃរបស់គាត់ផងជាចុងក្រោយសូមជម្រាបលាបងប្អូន